សួស្តីបងប្អូនទាំងអស់គ្នាចាបងប្អូនទាំងអស់គ្នាមានស្គាល់ត្រីនេះអត់បើដឹងជួយប្រាប់បងពួកឯងខ្ញុំអត់ស្គាល់ហើយម៉ែក្មេកខ្ញុំគាត់ទិញមកហើយគាត់ទៅជាការបាត់ទៅចឹងទៅអត់ដឹងថាធ្វើម្ហូបអីហើយក៏ទៅសួរយាយអ្នកលក់ទៅយាយអ្នកលក់ថាស្លអីស្លទៅចៀនក៏បានអាំងក៏បានប្រឡាក់ក៏បានស្លម្ជូរក៏បានខក៏បានដែរយាយអ្នកលក់ប្រាប់ចឹងហើយមកផ្ទះវិញគាត់ថាឃើញតែផ្ទះមានតឡាចមួយចឹងក៏សម្រេចចិត្តថាស្លម្ជូរតឡាចទៅហើយអាម្ជូរតឡាចហ្នឹងកូនខ្ញុំវាចូលចិត្តញ៉ាំទៀតចឹងមានតែម្ជូរតឡាចហ្នឹងហ្មងតាហើយស្លម្ជូរខ្ញុំកានេះគេថាអត់ដាក់ប្រហុកទេខ្ញុំមិនចូលចិត្តប្រហុកចឹងទៅដាក់ទឹកថៃស្ករប៊ីចេងធម្មតាទៅពីបងគ្រឿងរួចហើយគិតថាកូននឹកឃើញថាអត់ទាន់បេះស្លឹកអីគេនេះស្លឹកស្អីទៅនេះខ្ញុំភ្លេចបាត់ហើយនេះជីអីស្អីទេភ្លេចបាត់ហើយទៅក៏ទៅបេះតិចយកមកលាងទឹកលាងអីឲ្យស្អាតហើយទុកដាក់ក្នុងសម្លយើងឲ្យវាមានរសជាតិឈ្ងុយតែកាលនេះស្លឹកហ្នឹងខ្ញុំអត់ចេះហូបណាខ្ញុំចាញ់ក្លិនតែពេលឥឡូវធ្លាប់អត់ស្លម្ជូរដាក់ស្លឹកហ្នឹងអត់ឆ្ងាញ់អញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ការបង្ហាញបងប្អូនទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាអរគុណបាយបាយ